ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មើលខ្សែបាតដៃនិស័យទូអង្គបារមីមហានគរខ្មែរសម្រាប់បងប្អូនដែលចង់មើលខ្សែបាតដៃបងប្អូនអាចឆាតចូល Page មើលខ្សែបាតដៃទូអង្គបារមីមហានគរខ្មែរនឹងតាមរយៈលេខ Telegram និងលេខទូរស័ព្ទដែលខ្ញុំបាទបានដាក់នៅក្នុងវីដេអូនេះនិង Page មួយទៀតឈ្មោះថាបារមីមហានគរជាភាសាអង់គ្លេសសម្រាប់ខ្សែបាតដៃថ្ងៃនេះដែលខ្ញុំយកមកបង្ហាញជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺជាខ្សែបាតដៃរបស់បងស្រីម្នាក់ដែលខ្ញុំបាទនឹងបង្ហាញជូនបងប្អូននៅតាមរយៈក្រឡាខ្សែបាតដៃនិងខ្សែនីមួយៗហើយសម្រាប់ខ្សែបាតដៃរបស់យើងម្នាក់គឺមិនដូចគ្នាទេនៅពេលដែលយើងឃើញខ្សែបាតដៃរបស់បងប្អូនឬក៏ខ្សែបាតដៃរបស់ខ្លួនឯងណាដែលដោះចេញមកមានលក្ខណៈត្រង់ស្មើល្អឬក៏កោងឬក៏វែងខ្លាំងក៏បញ្ជាក់អំពីគុណភាពនៃខ្សែជីវិតរបស់បុគ្គលនោះដែលហៅថាជាអ្នកដែលមានឆាកជីវិតសមប្រកបភាពរុងរឿងល្អប្រសើរដំណើរជីវិតក៏មានភាពប្រក្រតីប៉ុន្តែបុគ្គលទាំងឡាយមានភាពខុសគ្នាដោយសារតែអំណាចនៃវិបាកកម្មឬហៅថាកម្មចាស់ការលំបាកទុក្ខទោសទាំងឡាយដែលខ្លួនបានប្រព្រឹត្តខ្លួនបានសាងពីអតីតជាតិមកឬក៏ត្រូវជួបប្រឈមនៅក្នុងពេលបច្ចុប្បន្នអញ្ចឹងខ្សែបាតដៃរបស់បងប្អូនម្នាក់គឺមិនដូចគ្នាទេហើយការមើលខ្សែបាតដៃក៏មានលក្ខណៈខុសប្លែកគ្នាទៅតាមសន្តាននៃខ្សែបាតដៃឬក្រឡាបាតដៃរបស់បងប្អូនតាមរយៈវីដេអូនេះគឺខ្ញុំបាទនឹងបង្ហាញអំពីខ្សែជីវិតរបស់បងស្រីម្នាក់ដែលគាត់បានផ្ញើបាតដៃមកជូនដល់ខ្ញុំបាទមើលហើយអញ្ចឹងនេះគឺខ្ញុំយកបាតដៃរបស់គាត់ជាឧទាហរណ៍ហើយសម្រាប់បងប្អូនដែលមានខ្សែបាតដៃដូចគាត់ក៏អាចនឹងមើលហើយមានសេចក្តីពិចារណាទៅតាមការគួរដោយខ្ញុំបានបញ្ជាក់ថាបាតដៃមនុស្សម្នាក់មិនដូចគ្នាហើយការមើលខ្សែបាតដៃគឺទៅតាមសន្តាននិងនិស្ស័យរបស់បុគ្គលម្នាក់ហើយក៏រឹតតែមិនដូចគ្នាទៅទៀតគឺថាយើងទាំងឡាយសុទ្ធតែមានកម្មចិត្តរបស់ខ្លួនបងប្អូនអាចនឹងជួបរឿងបងប្អូនគាត់អាចនឹងជួបរឿងរបស់គាត់ដែលជាបញ្ហាផ្សេងគ្នាឥឡូវនេះយើងមកមើលតាក់ទងជាមួយនឹងខ្សែជីវិតរបស់គាត់ដែលយើងឃើញថាខ្សែជីវិតនៅក្នុងដៃនេះគឺវែងល្អជាខ្សែបាតដៃដែលដោះចោះផុតមកដល់ខាងក្រោមឬហៅថាខ្សែបាតដៃបុគ្គលដែលមាននិស្ស័យមានអាយុវែងខ្សែបាតដៃឬខ្សែជីវិតវែងគឺបញ្ជាក់អំពីឆាកជីវិតរបស់បុគ្គលដែលមានអាយុវែងមានដំណើរជីវិតការប្រព្រឹត្តទៅល្អប្រសើរហើយខ្សែវែងបែបនេះគឺបញ្ជាក់ថាគាត់ជាមនុស្សមានបុណ្យល្អដែលបានសាងសន្សំពីអតីតជាតិដោយសារតែនៅក្នុងដៃរបស់គាត់គឺយើងឃើញថាមានសញ្ញារូបផ្កាឈូកផងរូបត្រីសំណាងផងដែលនៅជាប់គ្នាខាងក្រោមដែលយើងអាចកត់សម្គាល់មើលបានតាមរយៈរូបភាពជាក់ស្ដែងនេះតែម្ដងបងប្អូនណាហើយនៅក្នុងបាតដៃនេះយើងឃើញថាខ្សែបាតដៃរបស់គាត់គឺមានខ្សែបញ្ហាដោះមកច្រើនដែលខ្ញុំគូសតំណាងនៅពណ៌លឿងចាស់ឬក៏ហៅពណ៌រមៀតនេះគេហៅថាខ្សែបញ្ហាខ្សែគំនិតខ្សែការគិតភាពច្របូកច្របល់នឹងការលំបាករបស់បុគ្គលឬក៏មនុស្សម្នាក់អញ្ចឹងឃើញថាដៃរបស់គាត់ត្បិតថាមានខ្សែអាយុវែងនិងឆាកជីវិតសមគួររបស់ប្រសើរមែនប៉ុន្តែគាត់ក៏ត្រូវជួបបញ្ហាជួបរឿងរ៉ាវបញ្ហាមួយចំនួនដែលក្នុងការដោះស្រាយនឹងគឺគិតច្រើនលំបាកច្រើនឬហៅថាជាខ្សែបញ្ហាដែលធ្វើឲ្យគាត់នឹងមានទុក្ខញោមញីច្រើនតាំងពីក្មេងការប្រឹងប្រែងតស៊ូខ្លាំងក្នុងដំណើរឆាកជីវិតបើយើងក៏លេចមកមើលខ្សែបុណ្យចាស់របស់គាត់ខាងក្រោមវិញគឺយើងឃើញខ្សែបុណ្យរបស់គាត់ក៏ដោះវែងគួរសមដែរដែលបញ្ជាក់ថាគាត់មានទាំងបុណ្យមានទាំងបាបមានទាំងអកុសលវិបាកប៉ុន្តែចំណែកតែខ្សែបុណ្យនេះគឺដោះឡើងទៅលើគឺមានន័យថាជាខ្សែបុណ្យជួយកាត់គ្រោះកាត់បញ្ហាកាត់រឿងរ៉ាវមួយចំនួននៅក្នុងដៃដើម្បីឲ្យគាត់នឹងបានរួចផុតពីទុក្ខទោសព្រោះនៅពេលដែលមានខ្សែបុណ្យចាស់ឬខ្សែសន្សំបុណ្យដោះឡើងវែងគឺមានន័យថាបុណ្យនឹងក៏បានថយគេថាថែមនៅកម្លាំងឬក៏បាបថយនៅកម្លាំងវិញហើយនៅក្នុងដៃនេះយើងឃើញខ្សែលំបាកការគិតច្រើនទុក្ខលំបាកដែលគាត់ជួបនឹងក៏ច្រើនតាំងពីដឹងក្តីមកហើយបញ្ហាដែលគាត់ជួបនឹងគឺតាក់ទងនឹងគ្រួសារ
តកតងនឹងបញ្ហាការលំបាកការរកស៊ីមុខរបរអាជីពការងារហើយនឹងគេហៅថាផ្លូវចិត្តរបស់គាត់ហ្នឹងហើយដែលមានភាពទទួលបន្ទុកច្រើនបញ្ហាច្រើនដែលត្រូវគិតនឹងពីមួយលើទៅមួយលើហើយនៅក្នុងដៃរបស់គាត់នេះយើងសង្កេតឃើញថាមានសញ្ញាផ្កាឈូកឬខ្សរសញ្ញាគេហៅថាស្លឹកពោធិ៍នៅក្នុងបាតដៃនឹងសញ្ញានេះយើងអាចហៅថាជាសញ្ញាស្លឹកពោធិ៍ព្រោះមានភាពធំនឹងមូលកលំឬហៅថាមានភាពចេញមកស្រួចដូចជាស្លឹកឈើហ្នឹងគេហៅថាស្លឹកពោធិ៍ហើយបើទូជាងហ្នឹងឬក៏មានតងគេហៅថាផ្កាឈូកប៉ុន្តែសញ្ញាផ្កាឈូកឬសញ្ញាស្លឹកពោធិ៍មានអត្ថន័យប្រហាក់ប្រហែលគ្នាសញ្ញាស្លឹកពោធិ៍គឺជាឧបនិស្ស័យមនុស្សដែលសាងសន្សំបុណ្យប្រាថ្នាជួបព្រះច្បាស់នឹងធម៌ជាអ្នកសន្សំបុណ្យសន្សំបារមីពីអតីតជាតិមកច្រើនមានន័យថាជាបុគ្គលមានចិត្តធម៌មានចិត្តល្អមានសេចក្តីមេត្តាជាមនុស្សតែងយកអាសាជួយគេជាមនុស្សប្រាថ្នាក្នុងផ្លូវបុណ្យប្រាថ្នាក្នុងអំពើល្អជាកុសលឬហៅថាជាមនុស្សមានបុណ្យបារមីធ្លាប់សន្សំទានសិលសមាធិវិបស្សនាពីអតីតជាតិមកច្រើននៅក្នុងដៃរបស់គាត់យើងមើលឃើញថាខ្សែបញ្ញារបស់គាត់គឺត្រង់គឺជាមនុស្សស្មោះត្រង់ចិត្តត្រង់បញ្ញារបស់គាត់គឺព្យាយាមក្នុងការដោះស្រាយបញ្ហានឹងខ្លាំងនឹងហើយព្យាយាមក្នុងការគិតនៅក្នុងរឿងរ៉ាវតូចធំក្នុងឆាកជីវិតនឹងគឺច្រើនមែនទែនហើយចំពោះខ្សែមួយទៀតហៅថាខ្សែវាសនារបស់គាត់គឺខ្សែវាសនារបស់គាត់គឺវែងល្អបានន័យថាគាត់ជាមនុស្សមានបុណ្យវាសនាខ្ពស់ជាមនុស្សដែលអាចរស់នៅធ្វើកិច្ចការងារឬក៏ឆ្លងកាត់ដំណាក់កាលនិងឧបសគ្គឆាកជីវិតនឹងខ្លាំងហើយខ្សែវាសនាវែងត្រង់ឡើងទៅលើបែបនេះគឺជាមនុស្សដែលសម្បូរឱកាសការងារការធ្វើកិច្ចការឬបុណ្យវាសនាខ្ពស់ជាមនុស្សអាចធ្វើកិច្ចការងាររលុយរកាក់បានច្រើនខ្សែវាសនាឡើងទៅលើបែបនេះគឺជាមនុស្សអាចប្រឈមមុខនឹងបញ្ហាច្រើនជួបរឿងច្រើនតែមិនងាយនឹងចោះចាញ់មិនងាយនឹងបាក់ស្បាតទេខ្សែវាសនាគឺតកតងនឹងអាជីពការងារមុខរបរមុខជំនួញអ្វីដែលគាត់ប្រកបធ្វើគឺល្អប្រសើរណាមានន័យថាគាត់ធ្វើកិច្ចការងារប្រកបមុខរបរអាជីពរបស់គាត់នឹងអាចទទួលលាភទទួលទ្រព្យទទួលលុយទទួលកាក់ទុកដាក់សន្សំបានឬហៅថាជាមនុស្សដែលមានការងារមានមុខរបរត្រឹមត្រូវច្បាស់លាស់មានការប្រឹងប្រែងព្យាយាមខ្លាំងក្នុងដំណើរឆាកជីវិតរបស់គាត់ហើយបន្តមកទៀតគឺយើងទៅមើលតកតងនឹងខ្សែបេះដូងរបស់គាត់ខ្សែបេះដូងរបស់គាត់ក៏ឃើញថាគាត់ជាមនុស្សមានបេះដូងល្អមានទឹកចិត្តល្អគេហៅថាជាមនុស្សដែលតែងតែជួយយកអាសាអ្នកដទៃជួយគេច្រើនហ្នឹងហើយព្រោះដៃរបស់គាត់នេះយើងឃើញថាខ្សែបេះដូងរបស់គាត់គឺដោះវែងហើយបុកត្រង់ធ្លាក់ទៅក្នុងចង្ហុកទៀតណាហើយក៏មានខ្សែទួលគេហៅថាទួលភពសៅដោះឡើងទៅលើច្រើនដែលបញ្ជាក់ថាគាត់ជាមនុស្សមានសក្តានុពលនឹងឲ្យក្នុងការធ្វើប្រកបអាជីពការងារមុខជំនួញប្រជាប្រិយភាពភាពល្បីល្បាញជាមនុស្សដែលអាចធ្វើកិច្ចការងារបានសមប្រកបមានភាពរីកចម្រើនខ្លាំងហ្នឹងហើយយើងឃើញថាដៃរបស់គាត់មានសញ្ញាធ្លាក់ចង្ហុកខ្សែផ្លូវចិត្តនេះមានន័យថាគាត់ជាមនុស្សដែលអ្នកដទៃតែងតែពឹងពាក់បំណែកអាស្រ័យជួយគេមានទឹកចិត្តល្អប៉ុន្តែក៏ត្រូវតែជួបរឿងរ៉ាវការខកចិត្តការក្បត់ចិត្តឬហៅថាជួយគេឲ្យបានទុកទោសមកវិញត្រូវបងខាតលុយកាក់ទ្រព្យសម្បត្តិជាដើមចំពោះខ្សែធ្លាក់ចង្ហុកគឺនៅខ្សែដែលខ្ញុំគូរំពងបែបនេះគឺគេហៅថាខ្សែធ្លាក់ចង្ហុកខ្សែបងខាតទ្រព្យត្រូវចាញ់បោកគេចំពាក់ចំពិនលុយកាក់អត់សងឬចិត្តល្អធ្វើល្អជាមួយគេឲ្យច្រើនតែគេឲ្យទុកឲ្យទោសមកលើយើងវិញអញ្ចឹងនៅក្នុងបាតដៃនេះគឺមានខ្សែធ្លាក់ចង្ហុកច្រើននៅក្នុងបាតដៃរបស់គាត់ហើយបើនិយាយអំពីដំណើរឆាកជីវិតគឺឃើញថាដៃរបស់គាត់នេះគឺជួបរឿងរ៉ាវបញ្ហាការតស៊ូក្នុងឆាកជីវិតនឹងច្រើនប៉ុន្តែគាត់តែងតែជាបុគ្គលមានការព្យាយាមប្រឹងប្រែងតស៊ូខ្លាំងមែនទែននៅក្នុងដៃនេះហើយបើយើងមើលទៅលើខ្សែនិមិត្តសញ្ញាបន្តទៀតយើងមើលទៅលើខ្សែសញ្ញាអក្សរ M អក្សរ M នៅក្នុងដៃរបស់គាត់នេះគឺអក្សរ M គុណភាពព្រោះដៃរបស់គាត់មានសញ្ញាខ្សែបិទថង់លុយចិត្តជាសញ្ញាផ្ទះបុណ្យឬសញ្ញាថង់លុយនេះបានន័យថាគាត់ជាមនុស្សដែលមានទ្រព្យសម្បត្តិអាចរលុយរកាក់សន្សំទ្រព្យបុណ្យចាយដល់ចាស់ជាមនុស្សមានទ្រព្យមានអំណាចមានកេរ្តិ៍ឈ្មោះមានភាពល្បីល្បាញមានភាពរុងរឿង
ល្អប្រសើរប៉ុន្តែដោយសារដៃរបស់គាត់មានខ្សែបញ្ហាកាត់ពីលើច្រើនបែបនេះទើបធ្វើឲ្យដំណើរចូលរបស់គាត់ពេលខ្លះត្រូវមានភាពរាំងស្ទះលៀបធំទ្របធំដែលត្រូវចូលឬក៏ទ្រព្យសម្បត្តិមួយចំនួនអាចនឹងមានការបាត់បង់អាចនឹងមានភាពរាំងស្ទះប៉ុន្តែយ៉ាងណាឲ្យតែបាតដៃដែលមានអក្សរអឹមខ្សែថងលុយបិទចិត្តបែបនេះគឺបញ្ជាក់ថាជាមនុស្សដែលមានទ្រព្យសម្បូរទ្រព្យអាចមានលុយមានកាក់មានទ្រព្យចាយដល់ចាស់នឹងទុកដាក់សន្សំខ្លួនឯងជាប្រក្តីនឹងទោះធ្វើដោយលំបាកហត់នឿយយ៉ាងណាក៏បានសមប្រកបហើយខ្សែមួយទៀតដែលខ្ញុំបាទគូសសញ្ញាពណ៌ទឹកប៊ិចនេះគេហៅថាខ្សែព្រះអាទិត្យខ្សែព្រះអាទិត្យដំណើរគេឈ្មោះមុខមាត់ប្រជាប្រិយភាពរុងរឿងភាពរីកចម្រើនផ្នែកលុយកាក់ទ្រព្យសម្បត្តិអាជីពការងារខ្សែនេះឃើញតែខ្សែចំនួនខ្សែលុយកាក់តែឃើញធ្លាក់ចង្ហុកបែបនេះបានន័យថាគាត់ត្រូវបាត់បង់លុយច្រើនត្រូវចាញ់បោកគេផងត្រូវមានបញ្ហាមួយចំនួននឹងដែលតានតឹងក្នុងការដោះស្រាយបញ្ហារបស់គាត់នឹងអញ្ចឹងយើងឃើញថាក្នុងដៃនេះខ្សែបញ្ហាគាត់ច្រើនរឿងរ៉ាវដែលគាត់ប្រឈមជួបច្រើនឆាកជីវិតរបស់គាត់ក៏ទទួលជួបរឿងរ៉ាវមួយចំនួននឹងដែលជាបទពិសោធន៍មានទាំងល្អនិងអាក្រក់ប៉ុន្តែយ៉ាងណាយើងឃើញថាក្នុងបាតដៃនេះគឺមានខ្សែល្អច្រើនមែនទែននឹងហើយអ្វីដែលមិនសូវល្អគឺតាក់ទងនឹងខ្សែបញ្ហានឹងខ្សែអកុសលវិបាកនឹងច្រើនទៅវិញណាឥឡូវនេះយើងចូលមកមើលបាតដៃទី2របស់គាត់វិញបាតដៃអំមិញគឺយើងមើលបាតដៃខាងឆ្វេងឥឡូវនេះយើងមកមើលបាតដៃខាងស្ដាំរបស់គាត់ដែលយើងឃើញថាខ្សែជីវិតរបស់គាត់វែងល្អខ្សែជីវិតវែងខ្សែអាយុវែងខ្សែសុខភាពល្អអត់អីទេដំណើរជីវិតក៏មានភាពប្រក្រតីដែរឃើញថាខ្សែជីវិតគាត់វែងមែនទែនណាហើយនៅខាងចុងនេះគឺមានសញ្ញាត្រីសំណាងហើយមានសញ្ញាខ្សែគេហៅថាការពារឬខ្សែគ្រូបាជាយទេវតាគុំក្រងគាត់ដៃប្រភេទនេះបានន័យថាគាត់មានរុក្ខរៈទេវតាមានគ្រូបាជាយតាមថែរក្សាការពារជួយទំនុកម្រងគាត់ជាមនុស្សនឹងដែលមានបុណ្យច្រើនពីអតីតជាតិមកខ្សែជីវិតគាត់វែងល្អនឹងចម្រើនដែលបុណ្យអញ្ចឹងយើងឃើញថាខ្សែបាតដៃនេះគឺគាត់មានបុណ្យចាស់របស់គាត់នឹងច្រើនឃើញខ្សែបុណ្យដោះឡើងច្រើនបែបនេះគឺបុណ្យឡើងទៅកាត់បញ្ហាគឺខ្សែដោះបែបនេះណាគឺខ្សែបញ្ហារបស់គាត់ច្រើនដែរប៉ុន្តែទាំងដៃឆ្វេងទាំងដៃស្ដាំឃើញថាជាប្រក្តីគឺគាត់មានខ្សែបុណ្យតាមជួយគុំក្រងការពារកាត់គ្រោះគាត់កាត់បញ្ហាគាត់នឹងច្រើនមែនទែននៅក្នុងបាតដៃនេះសម្រាប់ឧបនិស្ស័យខ្សែបាតដៃជាបន្តទៀតដៃខាងស្ដាំតាក់ទងនឹងខ្សែអនាគតគឺយើងឃើញថាបាតដៃរបស់គាត់មានខ្សែថង់លុយអត់ជាប់ទេនឹងខ្សែថង់ទ្របលុយកាក់ត្រូវចេញចាយចំណាយច្រើនណាស់មានន័យថាគាត់ជាមនុស្សដៃទូលាយលុយកាក់ដែលចូលមកគឺត្រូវចាយត្រូវចំណាយត្រូវបង់ខាតត្រូវបាត់បង់ច្រើននៅក្នុងដៃនេះតាមដែលយើងសង្កេតហើយឃើញខ្សែវាសនារបស់គាត់ក៏ដោះចេញពីតួច័ន្ទតួទ្រព្យសម្បត្តិទៅល្អដែលជាមនុស្សអាចធ្វើកិច្ចការងារធ្វើអីមួយបានសម្រេចជោគជ័យច្រើនគ្រាន់តែដំណើរជីវិតគាត់ពេលចាស់ទៅនឹងឲ្យទ្រព្យរបស់គាត់ត្រូវបង់ខាតត្រូវបាត់បង់មួយចំនួនហើយដោយសារតែបញ្ហាការដោះស្រាយរឿងរ៉ាវដែលគាត់ជួបនឹងច្រើនពេកដំណើរជីវិតនឹងការសម្រេចចិត្តធ្វើអីមួយមិនបានត្រឹមត្រូវច្រើនឬក៏គាត់ទុកចិត្តមនុស្សខុសឬមានបញ្ហាត្រូវនឹងហើយបងខាតដោយការរស់ស៊ីជាដើមណាហើយយើងឃើញថាខ្សែព្រះអាទិត្យគាត់ល្អមែនទែនណានៅក្នុងដៃនេះគឺគាត់មានខ្សែព្រះអាទិត្យវែងគឺជាខ្សែតំណាងឲ្យភាពរុងរឿងភាពរីកចម្រើនភាពល្អប្រសើរភាពទៅចាស់ទៅចង់នៅថ្ងៃមុខដែលបុគ្គលនេះគឺគាត់ទោះបីជាជួបបញ្ហាយ៉ាងណានៅពេលដែលគាត់មានខ្សែព្រះអាទិត្យល្អបែបនេះគឺគាត់នឹងមានភាពនឹងឌិចដោះដាលនៅវ័យចាស់ល្អប្រសើរវិញណាគឺបានន័យថាគាត់នឹងជួបតែរឿងល្អនឹងអាចស្ដារមកវិញបានឬក៏ឆាកជីវិតរបស់គាត់មានភាពសមប្រកបល្អប្រសើរទោះបីជាជួបរឿងបែបណាក៏ដោយអញ្ចឹងយើងឃើញថាខ្សែដោះចេញពីព្រះអាទិត្យទៅនេះខ្សែព្រះអាទិត្យឡើងទៅលើច្រើនហើយខ្សែគាត់ធ្លាក់ចង្ហុកអានេះគឺសញ្ញាបងខាតបាក់ទឹកចិត្តនឹងឲ្យត្រូវគេហៅថាបងខាតទ្រព្យមួយចំនួននឹងឬហៅថាជាសញ្ញាខ្ជះខ្ជាយលុយកាក់ទ្រព្យសម្បត្តិនឹងមិនសូវជាល្អប្រហែលទេហើយអ្វីដែលយើងកត់សម្គាល់នៅក្នុងដៃរបស់គាត់នេះគឺឃើញថាខ្សែការងារខ្សែជំនួញរបស់គាត់មានហ្នឹងហើយគឺគាត់អាចធ្វើកិច្ចការងារធ្វើជំនួញបានសមប្រកបប៉ុន្តែគ្រាន់តែដៃខាងស្ដាំនេះគឺធ្វើឲ្យគាត់នឹងមានភាពធ្លាក់ចុះហ្នឹងហើយរឿងរ៉ាវមួយចំនួនក៏ច្រើនតែកើតឡើងដែរហើយក្នុងដៃរបស់គាត់ខ្សែបញ្ហាខ្សែខួរក្បាលរបស់គាត់នេះខ្លីណា
ខ្សែបញ្ហាច្រើនខ្សែគូក្បាលខ្លីមានន័យថាគាត់គិតអីធ្វើអីមួយគឺមិនសូវបានសម្រេចដោយបំណងទេហ្នឹងហើយអ្វីដែលគាត់សម្រេចចិត្តអ្វីដែលគាត់គិតគឺច្រើនតែខ្វៀងឬក៏ថាច្រើនមិនបានដូចចិត្តនឹងត្រូវមានបញ្ហាប្រឈមជួបរឿងរ៉ាវការដោះស្រាយនៅក្នុងឆាកជីវិតនឹងច្រើនហើយដៃរបស់គាត់នេះឃើញថានៅពេលវ័យចាស់គឺគាត់នឹងអាចទទួលលៀបទទួលទ្រព្យឬហៅថាគាត់មានទ្រព្យបុណ្យរបស់ខ្លួនគាត់ចាយសមល្មមមិនច្រើនពេកឬហៅថាមិនមានពេកក៏មិនក្រពេកដែរគេហៅថាជាមនុស្សមានសម្បត្តិទ្រព្យធូរធារល្អប្រសើរហ្នឹងហើយគេហៅថាអាចធ្វើកិច្ចការងារអាចកាន់ការមុខអាជីពដំណើរឆាកជីវិតសំប្រកបរីចម្រើនហ្នឹងហើយរលុយរកកាក់ទុកដាក់ទ្រព្យបានអត់អីទេនៅក្នុងដៃនេះអញ្ចឹងគឺយើងសរុបមកបាតដៃរបស់គាត់ទាំងឆ្វេងទាំងស្ដាំគឺឃើញថាជានិស្ស័យមនុស្សនឹងដែលមានការប្រឹងប្រែងការអត់ធ្មត់ការតស៊ូច្រើនមែនទែននឹងហើយជួបរឿងរ៉ាវក៏ច្រើនប៉ុន្តែជាមនុស្សនឹងអាចឆ្លងកាត់នៅរឿងរ៉ាវការតស៊ូការលំបាកនឹងបានហើយគាត់ក៏មានសញ្ញាឧបនិស្ស័យគេហៅថាខ្សែគ្រូតាមថែរក្សាទៀតអញ្ចឹងអត់អីទេនៅក្នុងដៃនេះហើយសម្រាប់ការអធិប្បាយបកស្រាយរបស់ខ្ញុំបាទក៏មានត្រឹមតែប៉ុណ្នេះអរគុណច្រើនសម្រាប់ការតាមដានរបស់បងប្អូនក្នុងវីដេអូនេះសម្រាប់បងប្អូនដែលចង់មើលខ្សែបាតដៃអាចឆាតចូល Telegram ដែលមានលេខ077 54 93 54 096 67 46 707និងតាមរយៈ Facebook Page ដែលខ្ញុំបានដាក់លើវីដេអូនេះនឹងសូមអរគុណសូមគោរពលា